ឥឡូវត្រឡប់មកថ្ងៃនេះរឿងមិនខុសគ្នាទេបញ្ហាភាពមិនច្បាស់លាស់រឿងទឹកឥឡូវរឿងតាក់ទងទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើងរាជរដ្ឋាភិបាលមិនបានគិតមិនបានធ្វើទេគឺយើងដាក់ចេញវិធានការតាំងពីដំបូងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបានសុំគោលការណ៍ដើម្បីធ្វើឧបត្ថម្ភធនដោយស្គៀបស្កាត់ជំហានដំបូងបន្ទាប់មកយើងចាប់ផ្ដើមចុះអត្រាពន្ធប្រេងនាំចូលអាករពិសេសទៅលើអគ្គិសនីសម្ភារៈអគ្គិសនីម៉ូតូឡានឥឡូវដូចឡានម៉ូតូអគ្គិសនីដូចដាច់ច្រើនបាទពន្ធចុះមកសូន្យនៅក្នុងដំណាក់កាលលំបាកនេះយើងឧបត្ថម្ភទម្លាក់ថ្លៃប្រេងដូច6កកន្លះបាទអញ្ចឹងនៅក្នុងដំណាក់កាលនេះមកដល់ពេលនេះក្នុងមួយខែរដ្ឋត្រូវថយចំណូល$50 លានតាមរយៈការបន្ថយអាករពិសេសនៅពន្ធនេះបន្ថែមលើនឹង EDC ដើម្បីធានានៅថ្លៃអគ្គិសនីបងប្អូនកុំឲ្យឡើងមកដល់ម៉ោងនេះ EDC ចេញ35 លានហើយបាទក្នុងរយៈពេលប្រហែលសប្តាហ៍នេះដើម្បីទប់ថ្លៃព្រោះតម្លៃប្រេងវាឡើងតម្លៃផលិតទៅឡើងប្រទេសខ្លះតម្លៃអគ្គិសនីឡើងហើយដូចនៅសិង្ហបុរីឡើងហើយតែនៅកម្ពុជាយើងទប់មិនមែនទប់ដោយចៃដន្យទេគឺរដ្ឋតាមរយៈ EDC ក៏ជាផ្នែកមួយរបស់រដ្ឋក៏ចេញមកដល់ម៉ោងនេះដោយទិន្នន័យគេមិញ$35 លានហើយគ្រោងបើសិនជាវាតនឹងបន្ថែមទៀតដើម្បីធានាថ្លៃប្រេងសួរថាយើងទប់មិនឲ្យឡើងប្រទេសណាក៏ឡើងដែរប៉ុន្តែយើងទប់ប៉ុណ្ណេះបានជួយសម្រួលមួយចំនួនហើយយើងសង្ឃឹមថាកិច្ចការងារបានធូរទោះជាយ៉ាងណាក៏ដោយបើសិនជាវាមានរយៈពេលវែងនិងស្ថានភាពបន្តទៅទៀតយើងកំពុងគិតនៅវិធានការមួយចំនួនដើម្បីជួយបន្ថែមទៀតទៅតាមលទ្ធភាពទោះបីជារដ្ឋត្រូវថយ$50 លានមួយខែមិនតិចទេតែ$50 លានមួយខែនេះរដ្ឋសុខចិត្តថយពន្ធតែទុកលុយទៅឲ្យប្រជាពលរដ្ឋប្រេងមិនសុទ្ធប្រេងសាំងពិតណាស់វាដល់ហើយមកដល់ថ្ងៃនេះមិនសមមិញដូចចុះបន្តិចប៉ុន្តែស្ថានភាពវាមិនទាន់ចប់ដោយសារសង្គ្រាមវាមិនទាន់ចប់ប៉ុន្តែទោះជាយ៉ាងណានេះជាឧទាហរណ៍នៃការយកចិត្តទុកដាក់ចក្ខុវិស័យក្នុងការដោះស្រាយនៅពេលដែលមានភាពមិនច្បាស់លាស់ស្ថានភាពមិនច្បាស់លាស់រាជរដ្ឋាភិបាលនៅជាមួយប្រជាពលរដ្ឋមិនមែននៅតែពេលដែលសบายទេបាទមិនមែននៅតែពេលដែលអបអរសាទររំឬមួយក៏នេះទេប៉ុន្តែពេលលំបាករដ្ឋាភិបាលនៅជាមួយប្រជាជននឹងចាត់វិធានការដើម្បីដោះស្រាយតាមលទ្ធភាពដែលយ៉ាងធ្វើបាននេះគឺជាចក្ខុវិស័យ